សូមឲ្យរៀបចំឆ្លាក់នៅព្រឹត្តិការណ៍នៃសង្គ្រាមការពារអធិបតេយ្យជាតិនៅឆ្នាំ2025នេះផងដាក់នៅលើនឹងដើម្បីទុកជាព្រោះវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់យើងអញ្ចឹងយើងនឹងរៀបចំមួយទៀតទិដ្ឋភាព3ទី1គឺទិដ្ឋភាពនៃការជឿចាប់នៃសង្គ្រាមជាតិជនភៀសសឹកការស្លាប់របស់កងទ័ពប្រជាជនស៊ីវិលទី2គឺឆ្លាក់បង្ហាញអំពីវីរភាពអង់អាចក្លាហានរបស់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថដែលបានចូលរួមនៅក្នុងការការពារបូរណភាពទឹកដីប៉ុន្តែដែលចង់បញ្ជាក់នោះគឺថាស្ទូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះគឺសំដៅទៅលើប្រជាជាតិខ្មែរទាំងមូលប្រជាជនខ្មែរទាំងមូលពិតណាស់គោលនយោបាយនេះត្រូវបានស្ថាបនាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោការដឹកនាំចូលរួមរបស់ប្រតិបត្តិការបាទសំខាន់នៅខាងលើគ្រប់ភាគីទាំងអស់ប៉ុន្តែគឺដើម្បីរំលឹកទៅអ្នកចូលរួមទាំងអស់ដែលរួមទាំងយោធិនគ្រប់ភាគីទាំងអស់រួមទាំងអតីតយុទ្ធជននៅទីនេះដែលធ្លាប់ឆ្លងកាត់សង្គ្រាមជួបសំប្រជែងល្ងាចមិញខ្ញុំជជែកជាមួយអាយដាមសៀសីថាអាយដាមនឹមសវ័តដែលទទួលខុសត្រូវក្នុងការសូមឲ្យរៀបចំឆ្លាក់នៅព្រឹត្តិការណ៍នៃសង្គ្រាមការពារអធិបតេយ្យជាតិនៅឆ្នាំ2025នេះផងដាក់នៅលើនឹងដើម្បីទុកជាព្រោះវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់យើងអញ្ចឹងយើងនឹងរៀបចំមួយទៀតកុំឲ្យឆ្លាក់ទិដ្ឋភាព3យកគំរូពីគំនូសដែលប្រជាជនយើងស្ម័គ្រចិត្តដោយបងអូនតាន់កំស៊ូហើយមានអ្នកដែលស្ម័គ្រចិត្តរៀបដំបងនៅសៀមរាបគូសគំនូសហើយឥឡូវរៀបនៅ Walk Street គូសគំនូសទិដ្ឋភាព3ទី1គឺទិដ្ឋភាពនៃការជឿចាប់នៃសង្គ្រាមជាតិជនភៀសសឹកផ្សេងការស្លាប់របស់កងទ័ពប្រជាជនស៊ីវិលទី2គឺឆ្លាក់បង្ហាញអំពីវីរភាពអង់អាចក្លាហានរបស់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថដែលបានចូលរួមនៅក្នុងការការពារបូរណភាពទឹកដីហើយទី3គឺរូបភាពនៃចលនាមហាគ្រួសារខ្មែរប្រជាពលរដ្ឋទូទាំងពិភពលោកមិនមែនប្រជាពលរដ្ឋខ្មែរតែនៅក្នុងប្រទេសទេគ្រប់និន្នាការនយោបាយគ្រប់សាសនាចូលរួមគ្រប់គ្រងទៅដល់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថរបស់យើងដែលការពារទឹកដីទិដ្ឋភាព3នេះត្រូវដាក់ចាក់នៅក្នុងប្រវត្តិសាស្ត្រហើយយើងធ្វើរូបភាពគំនូខ្ញុំឲ្យគិតគូរព្រោះអាហ្នឹងទុកយូរគាត់បានទៅរៀបចំពិធីយ៉ាងណាខ្ញុំបានព្រោះគ្រួសារខ្ញុំគាត់ទៅឲ្យថារក្សារូបគំនូនោះឲ្យបានល្អកុំឲ្យតិចទៀតវាខូចបាត់ព្រោះមានរបៀបថែប៉ុន្តែសំខាន់ឆ្លាក់វានៅលើវាមានឈ្នះតែម្ដងដើម្បីទុកជាគេដំណើររាប់រយឆ្នាំតទៅទៀតជាប្រវត្តិសាស្ត្ររបស់យើងកម្ពុជាស្គាល់សង្គ្រាមឆ្អែតឆ្អន់ហើយនៅទីនេះមិញចូលមកពូធ្លាក់គ្រុនពិការសួរទៅ286នៅសំរោងអាដាមប្រាក់សវណ្ណាដឹកនាំយើងបានសន្តិភាពមួយរយៈតែជាអកុសលសំរោងបានคล้ายក្រោយពីយើងបញ្ចប់សង្គ្រាមคล้ายជាសមរភូមិ2លើក2011ហើយ2025សង្គ្រាមឈឺចាប់ប៉ុន្តែយោងលើមូលដ្ឋាននៃសង្គ្រាមនៃការជឿចាប់នេះយើងត្រូវធ្វើយ៉ាងណាគ្រប់វិធីសាស្ត្រទាំងអស់ដើម្បីពង្រឹងខ្លួនយើងនិងកុំឲ្យសង្គ្រាមនិងការជឿចាប់កើតមានលើទឹកដីរបស់យើងគឺថែរក្សាសន្តិភាពឲ្យបាននេះគឺជាការចាំអញ្ចឹងវាមានឈ្នះមិនមែនធ្វើឡើងសម្រាប់តែសម្ដេចតេជោនោះទេគឺសម្រាប់ទាំងអស់គ្នានិយាយរួមប្រតិបត្តិការផ្ទាល់មិនមែនមានតែថ្នាក់ដឹកនាំគ្រប់ភាគីទាំងអស់ថ្នាក់លើមេទ័ពអីធំអ្នកនយោបាយទេប៉ុន្តែប្រជាពលរដ្ឋរួមទាំងគ្រួសារនៃទ័ពនិងកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ភាគីទាំងអស់និងក្រុមគ្រួសារដែលបានចូលរួមដោយផ្ទាល់ដើម្បីបញ្ចប់សង្គ្រាមមួយនេះកងទ័ពសំខាន់កងទ័ពបង្កើតសង្គ្រាមហើយកងទ័ពបញ្ចប់ឆ្នាំ70សង្គ្រាមចាប់ផ្ដើមទុះដោយសារកងទ័ពធ្វើរដ្ឋបហាតែនៅ98សង្គ្រាមបានចប់ទៅវិញដោយសារកងទ័ពព្រមបញ្ចប់សង្គ្រាមដូចខ្ញុំនិយាយចឹងបើសិនជាមេដឹកនាំនយោបាយខ្មែរក្រហមថ្នាក់នយោបាយឯកភាពក៏ដោយប៉ុន្តែមេកងពលមេវរៈសេនាតូចមិនចូលធ្វើឲ្យគាត់មានប្រជាជនមានគ្រួសារគាត់នៅមិនលងវែងនៅមកប៉ៃលិននៅវាយគ្នាបាន10ឆ្នាំតទៅទៀតនេះគឺជាការលះបង់សំខាន់ហើយខ្ញុំក៏បានពិភាក្សាក្រៅពីសម្រាប់ការប្រយុទ្ធបូរណភាពទឹកដីនេះឲ្យភាសាមួយអាដាមទាសីហាគាត់ក៏បានមានគំនិតបែបនេះឲ្យអាដាមនឹមសវ័តសិក្សាមកតង់ឲ្យខ្ញុំគ្រប់គ្រងគំនិតនេះឲ្យគិតគូរអំពីស្ទូបសម្រាប់រំលឹកទៅដល់វីរៈយុទ្ធជនវីរៈនយោបាយនគរបាលជាតិវីរៈអាវុធហត្ថដែលបានពលីនៅក្នុងបុព្វហេតុការពារអធិបតេយ្យជាតិរបស់យើងក្រោយសង្គ្រាមឈ្នះនេះឲ្យគិតគូរបាទព្រោះនយោបាយឈ្នះម្ដងយើងមានស្ទូបមួយសម្រាប់រំលឹកនៅគុណបំណាច់
នៃវីរៈយុទ្ធជនវីរៈកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ភាគីទាំងអស់ដែលបានចូលរួមឆ្លងកាត់ការលំបាកតាំងពីវាយគ្នារហូតដល់ចប់98តែក្រោយ98នេះគឺសង្គ្រាមការពារបូរណភាពទឹកដីឲ្យរៀបចំជាស្តុបមួយហើយទីកន្លែងយើងនឹងកំណត់ដាក់នៅកន្លែងដើម្បីរំលឹកជាប្រចាំសម្រាប់កូនចៅជំនាន់ក្រោយនៅការលះបង់ដ៏ធំធេងរបស់បងប្អូនទាំងអស់ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិរបស់យើងនេះគឺត្រូវគិតគូរបន្ថែមហើយសម្រាប់កងទ័ពរបស់យើងខ្ញុំបានឲ្យក្រសួងការពារជាតិនិងទីស្តីការគណៈរដ្ឋមន្ត្រីសិក្សាអំពីមេដាយពិសេសសម្រាប់អ្នកចូលរួមក្នុងប្រតិបត្តិការឆ្នាំ2025អញ្ចឹងទៅថ្ងៃក្រោយរាល់សកម្មភាពរាល់ការប្រយុទ្ធពួយត្រូវមានមេដាយសម្រាប់ផ្ដល់ជូនអ្នកដែលចូលរួមប្រតិបត្តិការដោយផ្ទាល់គ្រប់គ្រងប្រយុទ្ធដោយផ្ទាល់ទៅក្នុងបុព្វហេតុទាំងអស់នោះប៉ុន្តែយើងមានមេដាយការពារជាតិប៉ុន្តែមេដាយសម្រាប់សមរភូមិមួយត្រូវទៀតដើម្បីឲ្យដឹងហើយមានមេដាយពិសេសសម្រាប់អ្នកពិការនៅលើសមរភូមិរបួសពិការលើសមរភូមិដើម្បីជាការលើកទឹកចិត្តមេដាយពិតជាកណាត់ម្ដុំមានរូបភាពនៃកស្អាតប៉ុន្តែអ្វីដែលសំខាន់គឺតម្លៃដែលមានអត្ថន័យមិនអាចកាត់ថ្លៃបានដើម្បីឲ្យគ្រប់គ្នាឃើញនិងអាចមើលឃើញនៅការលះបង់របស់យោធិនរបស់យើងរបស់នគរបាលរបស់យើងរបស់អាវុធហត្ថរបស់យើងរបស់ប្រជាជនរបស់យើងដែលចូលរួមផ្ទាល់នៅក្នុងការការពារទឹកដីនេះគឺជាអ្វីដែលយើងគិតគូរអ្នកខ្លះស្រែកពីរាប់គីឡូរាប់ពាន់គីឡូរាប់អីមកថារដ្ឋាភិបាលទុកកងទ័ពចោលទុកទាហានចោលទុកនគរបាលចោលទុកអីចោលព្រោះខ្ញុំមិនចាំបាច់ទៅរំលេចទៅប្រាប់ថាថ្ងៃនេះយើងចំណាយប្រមាណយើងធ្វើស្អីខ្លះជីវភាពការបំពេញភារកិច្ចរបស់គាត់នៅជួរមុខអត់ចាំបាច់ទេប៉ុន្តែគ្រាន់តែប្រាប់ថាគ្រប់វិនាទីទាំងអស់សុខទុក្ខរបស់កងទ័ពរបស់យើងវីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថនិងអ្នកគាំទ្រនិងត្រៀមឈរជើងការពារកំពុងតែបំពេញភារកិច្ចត្រៀមការពារទឹកដីរបស់យើងគឺយើងមិនដែលភ្លេចទេគ្រួសាររបស់គាត់គ្រួសាររបស់យុទ្ធជនពលីនគរបាលអាវុធហត្ថយើងបានយកចិត្តទុកដាក់ដោះស្រាយខ្ញុំមិនទៅប្រអួតចំនួនស្អីដែលយើងត្រូវប្រៀបធៀបជាមួយគេឲ្យប្រមាណយើងឲ្យប្រមាណតែគិតគូរកូនចៅរបស់គាត់យើងបានគិតគូរចូលបម្រើសាច់ញាតិចូលបម្រើដើម្បីបន្តការរៀនសូត្រការគិតគូរខ្ញុំគ្រួសារបានបង្កើតមូលនិធិមួយសម្រាប់បន្តជួយមើលថែកូនចៅរបស់អ្នកពលីលើសមរភូមិរួចតាយើងបានបន្តយើងបានក្តាប់ជាប់ពីណាត្រូវរកការងារពីណាទៅក៏អរគុណទៅដល់ប្រជាពលរដ្ឋវិស័យឯកជនរបស់យើងនិងសប្បុរសជនជាច្រើនដែលបានចូលរួមផ្ទាល់ជួយទៅដល់អ្នកដែលកំពុងចូលជើងនៅខាងមុខខ្ញុំឃើញមិនសូវមិញមានទាំងផ្លែទុរេនផ្លែអីទៅដល់ខែទុរេនរុញទុរេនទៅដល់អីទៅឲ្យជួយសង់ផ្ទះចូលរួមជាមួយរដ្ឋាភិបាលខាងធនាគារក៏បានជួយលុបបំណុលទុកអីដោះស្រាយការប្រាក់ពន្ធអីផ្សេងពជានៅការបង់ចំនួននេះគឺជាការចូលរួមត្រេកច្រើនមិនសំខាន់ការចូលរួមដោយទឹកចិត្តគឺថារួមគ្នានៅក្នុងបុព្វហេតុដែលខ្មែរយើងគ្រប់និន្នាការគ្រប់អាជីពគ្រប់ទីកន្លែងបានចូលរួមដើម្បីការពារប្រទេសយើងតាមរយៈការយកចិត្តទុកដាក់ទៅដល់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថដែលឈរជើងនឹងក្រុមគ្រួសាររបស់គាត់ផងដែរនៅក្នុងពេលនេះហើយខ្ញុំសូមឲ្យស្មារតីនេះបន្តតទៅទៀតដែលពេលនេះឆ្នាំទៅយើងអាចនិយាយតែពីអតីតកាលនៃការជឿចាប់ដោយសារសង្គ្រាមអាចនិយាយពីសង្គ្រាមពីទសវត្សរ៍ទី90ទី80ប៉ុន្តែឆ្នាំ2026នេះយើងបាននិយាយពីសង្គ្រាមដែលទើបនឹងកើតយើងអាចមើលឃើញផ្ទាល់អំពីការទម្លាក់គ្រាប់បែកដែលយើងកាលមុននិយាយថា B52 ឥឡូវយើងអាចស្គាល់ F16 យើងនិយាយតែពីការបំផ្លិចផ្លាញដោយសង្គ្រាមរូបនៅក្នុងឯកសារចាស់ពីឆ្នាំ70តែឥឡូវយើងមានឯកសារឆ្នាំ2025ជាអក្សរយើងធ្លាប់តែមានអតីតយុទ្ធជនពិការតាំងពីទសវត្សរ៍ដែលចុងក្រោយ2011ដែលយើងវាយគ្នាចំនួនតិចយើងคล้ายទៅជាមានអ្នកដែលពលីពិការដោយសារសង្គ្រាមនៅឆ្នាំ2025សួរតែយើងចង់បានទៀតទេសង្គ្រាមខ្មែរឆ្អែតឆ្អន់ហើយយើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតរបស់ប្រជាជននៅក្នុងបុព្វហេតុការពារទឹកដីមិនបានន័យថាយើងដោះស្រាយមិនច្បាំងគ្នាគឺថាយើងបកគលដីឲ្យគេលុតជង្គង់សញ្ញេកាត់ទេអត់ទេត្រូវដោះស្រាយតាមផ្លូវច្បាប់ដោះស្រាយតាមយន្តការការទូតឲ្យអស់លទ្ធភាពខ្ញុំនិយាយម្ដងទៀតទោះបីជានៅមានសង្ឃឹមទ្វារមិនទាន់បិទទាំងស្រុងនៅបើកតែ 1% នៅក្នុងការចូលទៅដោះស្រាយដោយសន្តិវិធីគឺយើងត្រូវប្រើវាអស់លទ្ធភាពជាជាងច្បាំងគ្នាជាមុខដាក់អានឹងជាត្រីអ្នកខ្លះខ្ញុំនិយាយអានឹងម្ដងអត់យល់ហើយតាំងខ្លួនជាបណ្ឌិតវិភាគបៃពពុះមាត់តាម
Facebook ខ្ញុំមិនមែននិយាយថា1%ដែលទទួលបានជោគជ័យនោះទេរឿងជោគជ័យគឺយើងនឹងខិតខំព្យាយាមឲ្យបាន 100% ទៅតាមការការពារទឹកដីប៉ុន្តែខ្ញុំនិយាយពីឱកាសដែលនៅមានក្នុងការចាប់យកជំរើសសន្តិវិធីទោះបីវានៅសល់ភាគ1%ក៏បានន័យថាទោះបីជាវានៅសល់ 1% ដើម្បីយើងបើកទ្វារនឹងទៅចូលអង្គុយតុចរចារឿងចរចាលទ្ធផលរឿងផ្សេងក៏យើងត្រូវតែប្រើជូនបណ្ឌិតស្អីពលទឹកមាត់នៅក្រៅប្រទេសនោះសិតតែយុទ្ធវិធីច្បាស់គេថារាជរដ្ឋាភិបាលនឹងប្រើយុទ្ធសាស្ត្រខុសរឿងកុងតឺន័ររឿងបលាលុះបើខ្លាំងចូលមកខ្ញុំឲ្យទៅជួបជាមួយមេដឹកនាំកងទ័ពដែលនៅជួរមុខដែលសម្រាប់ចិត្តតើយើងយកវិធីសាស្ត្រណាដើម្បីដោះស្រាយតែខ្ញុំសូមបញ្ជាក់ម្ដងទៀតពេលខ្លះខ្ញុំឃើញថាវាល្ងងពេកតាំងខ្លួនជាបណ្ឌិតសូម្បីតែប្រជាជនសាមញ្ញចូលមើលខមមិនក៏គាត់យល់ 1% នៃការដោះស្រាយដោយសន្តិវិធីបើសិនជាវានៅទ្វារមិនទាន់បិទខ្ញុំក៏ត្រូវជ្រើសរើសអានឹងដែរមុននឹងបញ្ជូនទាហានប្រជាពលរដ្ឋស្លាប់របួសតែវាយគ្នាមិនមែនស្លាប់តែទាហានទេខ្ទេចផ្ទះស្លាប់ប្រជាពលរដ្ឋអញ្ចឹង 1% ដែលនៅសល់បានន័យថាសង្គម 1% ដែលយើងនៅតែអាចចូលអង្គុយចរចាមិនមែន 1% នៃការទទួលជោគជ័យនោះទេស្ដាប់ប៉ុណ្្នឹងក៏មិនច្បាស់ស្ដាប់បញ្យល់តែគេហៅបណ្ឌិតស៊ីអារម្មណ៍បណ្ឌិតស៊ីអារម្មណ៍នេះគឺថាចេញមកគឺដាក់លទ្ធផលមុនជាជាងប្រមូលទិន្នន័យយកមកវិភាគបញ្ចេញលទ្ធផលដាក់ទិន្នផលមុនហើយគេថាស្អីដែលគេចង់បានមុនហើយគឺយកតែទិន្នន័យណាដែលស្របជាមួយគេយកទៅបប្លែកបន្ថែមអាផ្សេងទៀតគេទាត់ចោលធ្វើបណ្ឌិតស៊ីអារម្មណ៍បែបនេះក៏ស៊ីទៀតចោះតែខ្ញុំសូមឲ្យយល់ខ្ញុំសូមបញ្ជាក់ឡើងវិញបើសិនជាការដោះស្រាយតាមសន្តិវិធីនៅមានឱកាសសូម្បីតែ 1% ដែលយើងអាចនៅបើកទ្វារចូលចរចាបញ្ចប់រឿងការពារបូរណភាពទឹកដីតាមសន្តិវិធីយើងត្រូវតែប្រើវាអស់លទ្ធភាពជាជាងបញ្ជូនយើង1% នៃលទ្ធភាពដើម្បីបើកការចរចាមិនទាន់បិទតាមសន្តិវិធីមិនមែន 1% នៃការយកឈ្នះគេចរចានោះទេស្ដាប់ពិបាកបញ្យល់ដែរមានអ្នកខ្លះឡើងអស់សក់អ្នកខ្លះឡើងអីបាទខ្ញុំសូមមិនចង់និយាយទេប៉ុន្តែពេលខ្លះតលតែបញ្ជាក់ទៅជាប្រជាពលរដ្ឋយើងយល់ច្បាស់ជាងហើយបងប្អូនមានអ្នកខ្លះមានតែបណ្ឌិតអីតែគាត់ស្រួលស្ដាប់ប្រហែលជាខ្ញុំនិយាយភាសាខ្ញុំវាអត់ដល់កម្រិតបណ្ឌិតបានបណ្ឌិតចាប់ស្ដាប់ទៅអត់យល់បាទដល់ប្រជាជនសម័យស្រួលយល់តែខ្ញុំថា 1% បើនៅសង្គមចរចាយើងនៅតែចរចាមិន 1% យកឈ្នះដោយនេះទេបើន័យថាទ្វារមិនទាន់បិទតែបើសិនជាបិទយើងត្រូវទៅច្បាប់ដូចជានៅ UN clause ចឹងដោយសារវាបិទគេបានលុបចោលប្រកាសគេលុបចោល MOU 2001ដែលជាយន្តការទ្វេភាគីតែមួយគត់ដែលបិទបើយកអានឹងមកចរចាគ្នាទៀតអានឹងយើងនៅចរចាផ្អែកលើអា2001តែឥឡូវគេលុបចោលអញ្ចឹងបានន័យថាវាបិទហើយទ្វារនឹងវា0%អញ្ចឹងយើងទៅផ្លូវច្បាប់ទៅការសម្របសម្រួលដោយចាប់បង្ខំដើម្បីដោះស្រាយតាមតម្លាភាពនិងយុត្តិធម៌ឲ្យស្មើភាពគ្នានៅមុខច្បាប់អន្តរជាតិ UN clause ជាមួយគ្នានេះជាចំហរបស់រដ្ឋាភិបាលបាទបើគេមិនទាន់លុបអា2001យើងនៅតែចរចាយកអានឹងជាគោលការណ៍ដើម្បីដោះស្រាយតាមសន្តិវិធីព្រោះ20ឆ្នាំហើយ25ឆ្នាំទៅហើយឥឡូវបិទហើយគឺយើងត្រូវតែដំណើរការនៅលើគោកវានៅមាន MOU 2000វានៅមានស្អីដែលយើងបានធ្វើ25ឆ្នាំនៅបន្តទៀតរឿងនេះមិនមែនមួយថ្ងៃចប់ទេរឿងរយៈពេលវែងវាពលាតពីភូមិភាគ4ទៅដល់ភូមិភាគ5ប្រមាណ100គីឡូការដោះស្រាយគឺជាការចាំការខិតខំរបស់យើងនៅតែស្វែងរកការបញ្ចប់កុំឲ្យមានអ្នកពិការក្មេងកំព្រាខ្ញុំទៅជួបហើយនៅតាមមន្ទីរពេទ្យប្រពន្ធខ្ញុំគាត់ចុះទៅជួបគ្រប់ផ្ទះការលំបាកវាធម្មតាទេគ្រួសារបែកបាក់លារហូតមិនស្រួលទេបើលាត្រឹមតែមកទៅ1ឆ្នាំ2ឆ្នាំមកវិញខ្លះទៅបេសកកម្មក្រៅប្រទេសទៅធ្វើការក្រៅប្រទេស 4-5 ឆ្នាំមកវិញរឿងមួយតែនេះលារហូតអ្នកខ្លះកូនខ្ចីអ្នកខ្លះទៅនេះគឺជាការលះបង់ធំធេងណាស់របស់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថរបស់យើងរួមទាំងការលះបង់របស់គ្រួសារដែលគ្រប់គ្រងឲ្យប្តីសុខចិត្តការពារទឹកដីរបស់យើងតែក្នុងនាមជាមេដឹកនាំខ្ញុំជឿថាកម្ពុជា7-10លាននាក់គ្មានពីណាលុតជង្គង់កាត់ដីឲ្យគេទេ10-20ឆ្នាំទៀត30លាននាក់50លាននាក់ប្រជាជនយើងនឹងកើតគឺយើងចង់បានតែការពារទឹកដីស្របច្បាប់របស់យើងតាមវិធីសាស្ត្រហើយខ្ញុំជឿថាបើជំរឿសធំបំផុតគឺវិធីសាស្ត្រដែលមិនបង្ហូរឈាមដោះស្រាយទៅឲ្យបានយូរហើយរាជរដ្ឋាភិបាលបានស្ដាប់ឮគ្រួសារខ្ញុំចុះទៅជួបអតីតយុទ្ធជនជួបប្រពន្ធរបស់គាត់ជឿចាប់បាត់ប្តីរបស់គាត់ខឹងប៉ុន្តែសួរគាត់ថាចង់ឲ្យវាយគ្នាគាត់ថាអត់ចង់ទេអត់ចង់ឲ្យអ្នកផ្សេងប្រពន្ធអ្នកផ្សេងត្រូវឆ្លងកាត់ដូចគាត់ក៏អត់ចង់ឃើញកូនផ្សេងវាទៅខូចចិត្តដោយកូនគាត់ដែលបាត់ឪពុកតាំងពីក្មេងអញ្ចឹងនេះគឺជា
ការដោះស្រាយទឹកដីយើងត្រូវការពារតែយើងត្រូវការពារប្រជាជនយើងដែរយើងមិនមែនខ្លាចនោះទេតែបើសិនជាមានជំរឿសការពារក្រៅពីវាយគ្នាយើងនឹងជ្រើសឲ្យនោះហើយខ្ញុំបញ្ជាក់ម្ដងទៀតទោះបីជាការចរចាតាមផ្លូវច្បាប់ផ្លូវការទូតដើម្បីទាញមកវិញនៅសិទ្ធិស្របច្បាប់ដែលអធិបតេយ្យភាពស្របច្បាប់របស់យើងទោះបីជានៅសល់ 1% នៅក្នុងការដោះស្រាយតាមរយៈនេះក៏ដោយយើងត្រូវតែប្រកាន់យកចំហនេះឲ្យអស់លទ្ធភាពដើម្បីជៀសវាងការប្រកាន់ដើម្បីចូលទៅតុចរចាមិនមែន 1% ឈ្នះគេយើងនៅទៅទេដើម្បីប្រគ្រប់កិច្ចនោះទេនេះគឺជាអ្វីដែលប្រទេសជាតិរបស់យើងកម្ពុជារបស់យើងដែលវេទនាដោយសារសង្គ្រាមសក្ខីភាពពូនៅនេះប៉ុន្តែជាអកុសលមួយឆ្នាំនេះយើងបានប្រែក្លាយពីអ្នករបួសពិការពីអតីតសង្គ្រាមមកសង្គ្រាមក្នុងពេលថ្មីប៉ុន្តែអ្វីដែលសំខាន់យើងរួមគ្នាហើយខ្ញុំអរគុណណាស់ទៅដល់ស្មារតីនៃការរួមគ្នារបស់ប្រជាជនយើង